ការដឹងគុណដល់ម្ចាស់ទឹកម្ចាស់ដីតាមប្រពៃណីចិនគេជឿថាគ្រប់ទីកន្លែងតែងតែមានម្ចាស់ដីឬទេវតារក្សាដីដែលចាំថែរក្សាការរៀបចំកន្លែងសក្ការៈនេះគឺជាការបង្ហាញនូវការគោរពនិងដឹងគុណដល់បារមីដែលថែរក្សាទីតាំងដែលយើងរស់នៅឬធ្វើអាជីវកម្មទីជូអៀក៏ត្រូវបានគេចាត់ទុកថាជាទេវតានៃទ្រព្យសម្បត្តិប្រចាំតំបន់ផងដែរការរៀបចំជំនាងផ្ទះឲ្យបានត្រឹមត្រូវតាមក្បួនខ្នាតត្រូវបានគេជឿថានឹងជួយទាក់ទាញលាភសំណាងបង្កើនមុខរបររកស៊ីឲ្យកាន់តែរីកចម្រើននិងនាំមាឌប្រាក់ចូលផ្ទះ 2. ការការពារសន្តិសុខក្នុងគ្រួសារគេជឿថាជំនាងផ្ទះគឺជាអ្នកយាមទ្វារឬជាអ្នកការពារផ្ទះសម្បែងគាត់មានតួនាទីរារាំងមិនឲ្យព្រលឹងមិនល្អឬថាមពលអវិជ្ជមានចូលមកយាយីសមាជិកក្នុងផ្ទះនិងជួយឲ្យមនុស្សក្នុងផ្ទះរស់នៅដោយភាពសុខសាន្តដើម្បីឲ្យមានប្រសិទ្ធភាពគេតែងយកចិត្តទុកដាក់លើចំណុចមួយចំនួនដូចជាទីតាំងត្រូវដាក់ជាប់នឹងដីព្រោះលោកគឺជាទេវតារក្សាដីនិងដាក់បែរមុខទៅរកទ្វារធំដើម្បីទទួលលាភនិងយាមកាមពណ៌ក្រហមតំណាងឲ្យជ័យជំនះសេចក្តីសុខនិងថាមពលវិជ្ជមានពន្លឺត្រូវតែមានពន្លឺជានិច្ចដូចជាអំពូលភ្លើងក្រហមដើម្បីតំណាងឲ្យភាពរុងរឿងនិងមិនឲ្យភាពងងឹតចូលមក